សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំមានវីដេអូចែកជូនពុកម៉ែបងប្អូនទស្សនាទាក់ទងនឹងការបង្កើត Apple ID យកទៅប្រើប្រាស់ឬយកទៅធ្វើអីផ្សេងៗអញ្ចឹងពុកម៉ែបងប្អូនទៅមកថ្មីកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំតើពុកម៉ែបងប្អូនដើម្បីកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅបង្កើត Apple ID ទាំងអស់គ្នាជាដំបូងយើងចូលក្នុង setting ចឹងមកដល់កន្លែងហ្នឹងបើពុកម៉ែបងប្អូនមិនទាន់មាន Apple ID វាចេញដូចខ្ញុំអញ្ចឹងយើងចុចចូលកន្លែង Apple account ចឹងលោតដល់កន្លែងហ្នឹងយើងចូល Don't Have ចុចចូលមកដល់កន្លែងហ្នឹងយើងជ្រើសយកអាក្រមចុចចូលមកដល់កន្លែងហ្នឹងយើងគេឲ្យយើងធ្វើការដាក់ឈ្មោះពិតយើងមកខ្ញុំពេញឈ្មោះពិតខ្ញុំចឹងខ្ញុំពេញរួចហើយយើងទៅពេលបានពេញឈ្មោះហើយអាខាងក្រោមហ្នឹងគេឲ្យយើងធ្វើការណែពេញខែថ្ងៃកំណត់យើងចឹងយើងពេញមុនដំបូងគេយើងពេញថ្ងៃទីសិនយើងដាក់ថ្ងៃទីមកទៅមកទៀតយើងតពេញខែឆ្នាំម្ដងយើងពេញខែមកស្រីរកខែដែលយើងកើតហ្នឹងហើយយើងកើតឆ្នាំ2000ប៉ុន្មានយើងពេញដាក់ខែឆ្នាំយើងខ្ញុំ2004យើងចុចចូលមកដល់កន្លែងហ្នឹងយើងយកពាក្យ continue ខាងក្រោមយើងពេញរួចហើយពេលលោតមកដល់កន្លែងហ្នឹងមើលអ្នកទាំងអស់គ្នាដែលមាន email ហើយយើងអាចពេញ email បានតែបើសម្រាប់ខ្ញុំអត់ទាន់មកកាត់ email ទេយើងចុចយកពាក្យ Don't Have ខាងក្រោមយើងចុចចូលមកហើយយើងចុចពាក្យយកលើចុចយកលើបាទពេលមកដល់កន្លែងហ្នឹងអ្នកទាំងអស់គ្នាអាចតពេញឈ្មោះ email របស់យើងអ្នកទាំងអស់គ្នាស្វែងឈ្មោះមិនដាក់ឈ្មោះហ្នឹងអ្នកទាំងអស់គ្នាចាំតិចខ្ញុំពេញឈ្មោះខ្ញុំសិនត្រង់ទៅហ្នឹងអ្នកទាំងអស់គ្នាអាចកត់ឈ្មោះ email យើងទុកផ្លេចចឹងមកខ្ញុំពេញរួចហើយយើងចុចពាក្យ continue យើងចុចកន្លែង create email បាទមកដល់កន្លែងហ្នឹងយើងបំពេញ password Apple ID យើងអ្នកទាំងអស់គ្នាអាចបំពេញហើយកត់ទុកផងឃើញផ្លេចអីចឹងកន្លែងហ្នឹងគេឲ្យយើងបំពេញ password មុនដំបូងគេឲ្យបំពេញអក្សរធំរួចយើងបំពេញលេខអីផងបងប្អូនចឹងកន្លែងហ្នឹងគេឲ្យយើងបំពេញខាងលើមិនខាងក្រោមចុះដូចគ្នាពេញដូចគ្នាបងប្អូនបាទយើងតែពេលយើងបំពេញរួចហើយយើងចុចពាក្យ continue មកដល់កន្លែងហ្នឹងយើងចុចយកពាក្យ continue យើងចុចចូលមកបាទមកដល់កន្លែងហ្នឹងយើងយកពាក្យខាងលើចុចចូលពាក្យខាងលើបាទមកដល់កន្លែងហ្នឹងយើងរងចាំវាមកផ្លេតនោះវា sign in សិនដល់កន្លែងហ្នឹងយើងយកពាក្យ continue នោះទៀតចឹងពុកម៉ែបងប្អូនដែលទៅមកថ្មីកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូចំណេះដឹងពីខ្ញុំបានហើយយើងរងចាំវាបន្តិចមកពុកម៉ែបងប្អូនបាទដល់ពេលលោតមកកន្លែងហ្នឹងយើងអាចបង្កើត Apple ID បានហើយពុកម៉ែបងប្អូនយើងអាចបង្កើតបានយកទៅប្រើប្រាស់យកទៅធ្វើអីផ្សេងបានចឹងយើងចូលទៅ App Store ដើម្បី download សិនមើលហើយយើង download เกมនឹងមួយចុច download មកហើយយើងចុចពាក្យ install ចុចពាក្យ install ហើយមកដល់កន្លែងហ្នឹងវាឲ្យយើងវាយ password Apple ID ដែលយើងពេញយើងយកវាយចូលយើងអាចទាញបានហើយបងប្អូន
ចឹងពួកបងប្អូននៅតែមកថ្មីកុំភ្លេចជួយចុច Subscribe អ្នកមួយផងដើម្បីទទួលវីដេអូថ្មីៗពីខ្ញុំចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចជួយចុច Subscribe អ្នកមួយផងបាយបាយជួបគ្នានៅវីដេអូក្រោយ